ចាគឺថាថ្ងៃនេះមកធ្វើជាមួយនឹងសាច់គោត្រកួនណាបងចាបងហៅអាហ្នឹងថាម៉េចដែរចាសម្រាប់គ្រឿងផ្សំគឺមានដូចជាសាច់គោត្រកួនហើយបងដាក់គ្រឿងតិចតួចទៅបើបញ្ចេញស្ករឬក៏ទឹកប្រេងខ្យងអីចឹងណាចាហើយខ្ញុំក៏បានបន្ថែមជាមួយនឹងពងចូលទៅដែរចាចឹងបងច្របល់វាតាមហ្នឹងទៅមកយើងផ្សែងបន្តិចចាហើយបងអាចច្រលក់ជាមួយនឹងទឹកត្រីកោះកុងក៏បានទឹកតៅហ៊ូក៏បានចង់ញ៉ាំមួយទឹកប្រហុកទឹកអីក៏បានដែរតែបងចង់ញ៉ាំទឹកម្រេចអីក៏បានដែរបងគឺថាបែបណាក៏ឆ្ងាញ់ឲ្យតែជាចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាចាចឹងនៅក្នុងនេះដែរគឺថាមិនញ៉ាំអស់ឥឡូវបន្ថែមជាមួយនឹងពងចូលទៅដល់វាមានវីតាមីនបន្តិចចឹងណាបងចាហ៊ីងស្ទ័រតកួនបន្តិចអញ្ចឹងបងចូលចិត្តបន្លែផ្សេងទៀតក៏អាចបន្ថែមបានដូចផ្សិតដូចអីចឹងណាបងចាមានផ្សិតហើយមានការ៉ុតមានអីចឹងក៏បន្ថែមតាមហ្នឹងទៅចាហើយកំពុងញ៉ាំដល់ឃើញដូចជាមានបន្លែយើងញ៉ាំជាមួយនឹងសាច់គោទឹកប្រហុកចាអញ្ចឹងក៏បន្ថែមដាក់ចូលហ្នឹងទៅបងចាញ៉ាំបន្លែច្រើនសាច់ស្អាតបន្តិចត្រូវឯចាសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេចាអរគុណច្រើន